នេះគឺជាម៉ូដកូនកុំមុំអត់ប្តីអ្នកនរគ្នាដែលយកមិញនេះគឺម៉ូដច្រើនខ្លាំងមែនតើគឺមានទាំង alien avatar អីចឹងណាហើយមុននឹងទៅជួបម៉ូដខ្ញុំចង់ណែនាំ apartment មួយកន្លែងដែលស្ថិតនៅក្នុងខេត្តសៀមរាបគឺចិត្ត Pop Street ខ្លាំងមែនតើអ្នកនរគ្នាសម្រាប់បងប្អូនដែលចង់មកលេងខេត្តសៀមរាបហើយស្វែងរកបន្ទប់គេជាយប់ឬក៏បងប្អូនចង់ស្នាក់នៅជាខែក៏បានដែរបើសិនបងប្អូនចាប់អារម្មណ៍អាចតាក់ទងមកលេខទូរស័ព្ទដែលខ្ញុំដាក់នៅលើវីដេអូបានហើយសម្រាប់ទីតាំងគឺយើងងាយស្រួលរកខ្លាំងមែនតើហើយក៏ងាយស្រួលធ្វើដំណើរដែរព្រោះដោយសារថាទីតាំងរបស់យើងគឺជាប់ជាមួយនឹងផ្លូវបេតុងទាំងអស់អ្នកនរគ្នាហើយស្ថិតនៅក្រោយកន្លែងគោហើយបើសិនជាយើងគិតពី Pop Street មក Sierra Apartment គឺចិត្តខ្លាំងមែនតើយើងអាចចំណាយពេលត្រឹមតែ4ទៅ5នាទីទេគឺយើងអាចទៅដល់កន្លែងអ្នកនរគ្នាហើយបើយើងជិះលឿនយ៉ាងច្រើនគឺ2 3នាទីទេគឺជិះទៅដល់ហើយតើឥឡូវដើម្បីកុំឲ្យបងប្អូនរងចាំយូរយើងចាប់ផ្ដើមមកចូលសាច់រឿងរបស់យើងវិញគឺដំណើរកំសាន្តចាប់ម៉ូចអ្នកនរគ្នាឥឡូវគឺខ្ញុំជិះមកដល់វត្តហើយគឺវត្តតនៈយើងហ្នឹងនៅខាងសៀមរាបហើយឥឡូវនេះគឺយើងជិះមកដល់វងមូលបន្តមកទៀតគឺការធ្វើដំណើររបស់ខ្ញុំគឺដូចជាមិនសូវស្ទះផ្លូវប្រហែលទេដោយសារតែខ្ញុំចេញមកលឿនហើយជាម៉ោង7អញ្ចឹងម៉ូចក៏អត់តាន់រៀបខ្លួនហើយទេក៏អត់តាន់ចេញមកលងទេអ្នកនរគ្នាប៉ុន្តែគាត់ថាចរាចរណ៍រៀងស្ទះតិចតួចដែរហើយបន្តមកទៀតគឺយើងយកម៉ូតូទៅផ្ញើហើយគឺយើងចាប់ផ្ដើមដើរទៅកន្លែងដែលមានម៉ូចច្រើនហើយនេះសិតតែជាបងប្អូនឬក៏បងប្អូននេះគាត់ទៅលេងដូចគ្នាដែរឥឡូវយើងចាប់ផ្ដើមដើរចូលទៅខាង Pop Street អ្នកនរគ្នាទៅផ្លូវ Pop Street បានសបោម៉ូចហើយម៉ូចគេចង់បញ្យួរពេញតែផ្លូវហើយបងប្អូនហើយយប់មិញនេះគឺមានបងប្អូនយើងទៅលេងខាង Pop Street ច្រើនខ្លាំងមែនទែនដោយសារតែយប់ហ្នឹងយប់ Halloween អញ្ចឹងហើយគឺមានទាំងមនុស្សមានទាំងម៉ូចអញ្ចឹងណាគឺដើរលេងចូលទៅក្នុងផ្លូវ Pop Street ហើយបន្តមកទៀតគឺយើងចាប់ផ្ដើមដើរសម្ដៅទៅរកម៉ូចអ្នកនរគ្នាហើយម៉ូចដែលយើងជួបដំបូងគេហ្នឹងគឺម៉ូចកូនកុំមុំហើយអត់ឃើញម៉ូចកូនកន្លោះទេគឺឃើញតែម៉ូចកូនកុំមុំទេដែលគាត់ដោយកណ្ដែងតែម្នាក់ឯងហើយខ្ញុំក៏បានថតរូបជាមួយនឹងភរិយារបស់ខ្ញុំហើយឥឡូវនេះគឺចាប់ផ្ដើមមកសុំម៉ូចថតគឺម៉ូចកូនកុំមុំគឺម៉ូចកូនកុំមុំសេតអ្នកនរគ្នាឥឡូវគឺយើងថតទៅខាងលើសិតតែម៉ូចគេបញ្យួរពេញតែផ្លូវពេញតែអីហ្នឹងហើយមនុស្សអត់មានពីណាខ្លាចទេហើយមើលទៅខ្មោចគួរឲ្យខ្លាចចឹងណាហើយសម្បីតែកូនក្មេងទុយដែលគាត់ទៅលេងមួយម៉ាក់ប៉ាគាត់ណាកូនក្មេងខ្លះក៏ងែគាត់យំទៅព្រោះខ្លាចមកអញ្ចឹងណាហើយបន្ទាប់ពីការដើរហត់មកប្រាវទៅគឺពុនខ្ញុំចាប់ផ្ដើមឃ្លានហើយគាត់ចាប់ផ្ដើមកលេចទៅមើលការ៉េមនេះគេលក់ការ៉េមដូងគឺមើលទៅទំនងខ្លាំងមែនតើអ្នកនរគ្នាហើយយើងក៏ទិញមួយទៅដើម្បីគាត់ញ៉ាំព្រោះដោយសារគាត់ប្រាប់ថាគាត់ដើរហត់តែពេលអញ្ចឹងឃ្លានរបស់ត្រជាក់ផ្អែមហើយតែចាប់អារម្មណ៍មើលការ៉េមដូងហើយខាងការ៉េមនេះគឺនៅថាចាស់អ្នកនរគ្នាហើយខ្ញុំអត់សូវបានដើរដែរដល់ពេលមកដើរចូលមកកន្លែងផ្សារដែលគេតំបើកហ្នឹងទៅស្អាតខ្លាំងមែនតើឥឡូវគឺចាប់ផ្ដើមអ្នកលក់ចាប់ផ្ដើមដាក់ឲ្យអ្នកនរគ្នាគឺគេមានគ្រឿងមានអីគេអញ្ចឹងណាមានស៊ីរ៉ាប់មានអីអញ្ចឹងទៅហើយមានសូកូឡាមានអីណាដាក់ដោះគោអានេះគឺបងប្អូនខ្ញុំthìគាត់ចាប់អារម្មណ៍ចង់ញ៉ាំហើយរសជាតិវាឆ្ងាញ់ម្យ៉ាងទៅតើអ្នកនរគ្នាឥឡូវគេចាប់ផ្ដើមដាក់ strawberry សូកូឡាអីចឹងទៅដាក់សណ្ដែកដីអីតិចណាហើយតោះមកគេដាក់ទង់ជាតិមួយទៅទង់ជាតិការ៉េរបស់គេណាហើយឥឡូវគឺគាត់ចាប់ផ្ដើមបាននៅការ៉េមួយដែលស្រស់ស្អាតហើយអ្នកនរគ្នាស្អាតហើយឆ្ងាញ់អញ្ចឹងណាហើយគាត់ភ្លក់មកទៅរសជាតិវាឆ្ងាញ់ទៅតើអ្នកនរគ្នាហើយបើចង់ដឹងថាឆ្ងាញ់មិនឆ្ងាញ់យើងអាចមើលមាត់គាត់បានហើយអ្នកនរគ្នាគាត់កំពុងតែភ្លក់ហើយដាក់មកទៅជាតិហ្មងហើយយើងកំពុងដើរហត់បែកញើសតិចអញ្ចឹងណាដល់ពេលអញ្ចឹងទៅយើងដាក់មកទៅតិចដល់បេះដូងហើយរៀងយប់បន្តិចដែរម៉ោងដូចជា7:10ហើយដល់ពេលអញ្ចឹងទៅយើងក៏ដើរមើលម៉ូចឆ្អែតហើយដូចមិនសូវមានម៉ូចទេព្រោះឆ្នាំនេះដូចជាម៉ូចតិចជាងឆ្នាំមុនអញ្ចឹងណាភាគច្រើនមានតែបងប្អូននេះគាត់ដើរលេងហើយវីដេអូហ្នឹងដូចជាមានតែប៉ុណ្្នឹងទេបងប្អូនទាំងគ្នាសង្ឃឹមថាបងប្អូននឹងចូលចិត្តវីដេអូហ្នឹងហើយជួយចុច like ផងនិង share វីដេអូនេះផងអរគុណច្រើនបាយបាយ